ប្រមុខការទូតកម្ពុជាលោកប្រាក់សុខុននៅព្រឹកថ្ងៃទី17 មិថុនា ឆ្នាំ2025បានជួបជាមួយបណ្ដាអង្គទូតបរទេសចំនួន27ដើម្បីពន្យល់ពីស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងមានភាពតានតឹងខ្លាំងនៅក្នុងជំនួបជាមួយបណ្ដាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះលោកប្រាក់សុខុនបានលើកឡើងពីការវិវត្តនិងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJនៅថ្ងៃអង្គារទី17 ខែមិថុនា ឆ្នាំ2025រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការបិទគប់ការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃខណៈដែលយោធាថៃមិនព្រមបើកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញការសម្រេចបិទនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនដែលទុកពេលឲ្យយោធាថៃ24ម៉ោងដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី7 ខែមិថុនាតែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញចូលតាមព្រំដែនជាឯកតោភាគីបើទោះជាស្ថានភាពនៅព្រំដែនកម្ពុជានិងថៃក្នុងខេត្តព្រះវិហារមានសភាពធម្មតាតែពលរដ្ឋជាង 1000 គ្រួសារហើយដែលភាគច្រើនជាស្ត្រីនិងកូនក្មេងបានចាត់ចេញពីផ្ទះទៅរកទីកន្លែងមានសុវត្ថិភាពក្នុងចម្ងាយជាង100 គីឡូម៉ែត្រពីតំបន់ប្រឈមមុខគ្នាដោយអាវុធក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី17 ខែមិថុនាលោកកឹមច័ន្ទបញ្ញាអភិបាលរងខេត្តព្រះវិហារថ្លែងថាអាជ្ញាធរមិនបានជម្លៀសពលរដ្ឋទាំងនោះទេតែដោយសារការភ័យខ្លាចពលរដ្ឋបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននៅវត្តពោធិ៍5000ដើមក្នុងស្រុកគូលែនលោកថាចំនួនពលរដ្ឋភៀសខ្លួនដោយសារការភ័យខ្លាចអាចបន្តកើនឡើងបរិយាស័ន